ស្វាគមន៍ជាថ្មីមកកាន់ Channel បរិយាយរឿង Tin Free នៅត្រង់វីដេអូនេះផងដែរគឺយើងនឹងនិយាយអំពីសំណួរចម្លើយនៃវគ្គការធ្វើដំណើរទៅកាន់រាជធានីចូលទៅដល់កម្រងសំណួររបស់យើងដូចខាងក្រោមសំណួរទី1សួរថាតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យមានការចេញដំណើរមួយនេះកត្តាដែលជំរុញឲ្យមានការចេញដំណើរមួយនេះគឺរត់គេចពីបញ្ហាដែលមានបញ្ហានោះអាចជាបំណុលការគំរាមកំហែងនិងស្ថានភាពលំបាកផ្សេងៗទៀតដែលត្រូវបានដោះស្រាយនៅកន្លែងឆ្ងាយសំណួរទី2សួរថាតើលាឪពុកមានន័យយ៉ាងណាខ្លះនៅក្នុងបរិបទមួយនេះវាបង្ហាញពីការសម្រេចចិត្តដ៏លំបាកមួយក្នុងការបោះបង់ចោលកន្លែងកំណើតនិងគ្រួសារដោយទុកឲ្យឪពុកនៅពីក្រោយខ្នងជាមួយនឹងក្តីសង្ឃឹមថាអាចរកដំណោះស្រាយនៅទីក្រុងដ៏ធំមួយបានចូលទៅដល់សំណួរទី3តើដំណើរទៅកាន់រាជធានីត្រូវបានមើលឃើញដំបូងយ៉ាងដូចម្ដេចដំណើរមួយនេះត្រូវបានមើលឃើញថាជាក្តីសង្ឃឹមចុងក្រោយឬគឺជាច្រកចេញតែមួយគត់ដើម្បីស្វែងរកដំណោះស្រាយឬចាប់ដើមជាថ្មីសំណួរទី2ធំដែលចោទសួរថាសំណួរអំពីដំណើរនិងទំនាក់ទំនងតើបទពិសោធន៍អ្វីខ្លះដែលកើតឡើងនៅតាមផ្លូវចូលទៅដល់ចម្លើយគឺការជួបមិត្តតាមផ្លូវដែលជាការសម្រាលទុក្ខផ្លូវចិត្តនិងជាប្រភពនៃកម្លាំងចិត្តឬជំនួយបណ្ដោះអាសន្នក្នុងពេលធ្វើដំណើរដ៏ឯកាមួយនេះមួយទៀតសំណួរសួរថាតើជួបមិត្តនេះមានតួនាទីអ្វីខ្លះក្នុងសាច់រឿងវាផ្ដល់នូវភាពកក់ក្ដៅផ្នែកមនុស្សធម៌និងអាចជាចំណុចរបត់នៃការចែករំលែកបទពិសោធន៍ទៅវិញទៅមកមុនពេលប្រឈមមុខនឹងការពិតដ៏លំបាកនៅរាជធានីចូលទៅដល់3ធំសំណួរអំពីលទ្ធផលនិងអារម្មណ៍ផ្ទាល់ខ្លួនដែលនឹងធ្វើដំណើរទៅរាជធានីឆាប់សំណួរសួរថាតើលទ្ធផលចុងក្រោយនៃដំណើរស្វែងរកទៅរាជធានីនោះគឺជាអ្វីលទ្ធផលគឺជារាជធានីខកបំណងមានន័យថាក្តីសង្ឃឹមនិងគោលបំណងដែលបានកំណត់មិនបានសម្រេចឡើយជំនួយដែលចង់បានមិនបានទទួលបានឡើយឬបញ្ហាកាន់តែធំឡើងតើអារម្មណ៍បែបណាដែលកើតឡើងមានក្រោយពេលដែលខកបំណងអារម្មណ៍គឺភាពអស់សង្ឃឹមការសោកស្ដាយនិងការយល់ដឹងថាការរត់គេចខ្លួនមិនមែនជាដំណោះស្រាយពិតប្រាកដឡើយហើយបញ្ហាប្រហែលជាត្រូវដោះស្រាយដោយភាពក្លាហានផ្ទាល់ខ្លួនទៅវិញសំណួរចុងបញ្ចប់នៃវគ្គសំណួរមួយនេះសាច់រឿងនេះបញ្ចប់ទៅដោយរបៀបណាសាច់រឿងបញ្ចប់ទៅដោយអារម្មណ៍ទ្វេដងភាពបរាជ័យក្នុងការស្វែងរកជំនួយការខាងក្រៅប៉ុន្តែប្រហែលជាការរកឃើញនៅកម្លាំងចិត្តផ្ទៃក្នុងសម្រាប់វិលត្រឡប់ទៅប្រឈមមុខនឹងបញ្ហាវិញវីដេអូការបរិយាយនៃសំណួរចម្លើយមានត្រឹមតែប៉ុណ្ណេះសូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងណាសូមអរគុណហើយក៏សូមគោរពលា